កាហ្វេធីរ៉ាមីស៊ុជាមួយនឹង matcha ធីរ៉ាមីស៊ុបងអូនភេសជ្ជៈទី1របស់ខ្ញុំគឺចាប់ផ្ដើមឆុងជាមួយនឹងកាហ្វេសិនកាហ្វេធីរ៉ាមីស៊ុរបស់យើងហ្នឹងគឺគ្រឿងផ្សំងាយស្រួលមែនតើបងអូនកាហ្វេ2សតមកហើយបន្តមកទៀតយើងត្រូវការជាមួយនឹងទឹកដោះគោស្រស់ជាមួយនឹងជាតិផ្អែមហើយនឹងក្លិនស្រូលធីរ៉ាមីស៊ុរបស់យើងស្រាក្រែមម៉ាកាហ្វេរបស់យើងគឺចេញមកខ្ទិះខាប់ល្អតែម្ដងបែបពណ៌មាសចេះនិយាយពីថាកាហ្វេឈ្ងុយងុំហើយពេលដែលបងអូនសំគ្រឿងជាមួយទឹកដោះគោយើងចូលទៀតមកនិយាយថាខ្ទិះល្អតែម្ដងអេសប្រេសូយើងរួចរាល់ហើយយើងទុកទៅម្លាយសិនពីឆុងកាហ្វេហើយភ្លាមដកដៃកាហ្វេចេញចុចទឹកចោលសិនហើយដៃយើងអាចគោះចេញភ្លាមមកកាហ្វេរបស់យើងកុំឲ្យរងចាំគឺខ្ញុំចាក់ជាមួយទឹកដោះគោស្រស់ដើម្បីរក្សាពណ៌ឲ្យនៅមាសល្អកូរច្បល់ចូលគ្នាឲ្យសព្វមកបន្ទាប់មកទៀតខ្ញុំប្រើជាតិផ្អែមទឹកដោះគោផ្អែមម៉ាក់ Coffee ប្រើចំនួន30 មីលីលីត្របានទេបងអូនអត់សូវផ្អែមខ្លាំងទេណាព្រោះទឹកដោះគោផ្អែមគឺវាមានជាតិគ្រីមជាតិឈ្ងុយនៅក្នុងហ្នឹងហើយខ្ញុំប្រើជាមួយនឹងទឹកសេរ៉ូទូឯករបស់យើងគឺធីរ៉ាមីស៊ុហ្នឹងហើយខ្ញុំប្រើចំនួន20 មីលីលីត្រចាក់ចូលទឹកកាហ្វេយើង10ជាមួយនឹងជាផ្អែមទឹកដោះគោយើងចំនួន10 មីលីលីត្រកូរច្បល់ចូលគ្នាឲ្យសព្វមកចាក់ទឹកដោះគោស្រស់ចំនួន120 មីលីលីត្រចូលទៅកែវទឹកដោះគោផ្អែមរបស់យើងបងអូនផ្សំគ្រឿងដូចយើងធ្វើអាយឡាតេចឹងគឺងាយស្រួលមែនតើអ្វីដែលជាទូឯកគឺយើងប្រើជាមួយនឹងស្រូធីរ៉ាមីស៊ុនឹងបងអូនច្បល់ចូលគ្នាឲ្យសព្វមកចឹងខ្ញុំទុកម្លាយខ្ញុំធ្វើជាមួយនឹងគ្រីមសិនស្រាគ្រីមខ្ញុំប្រើជាមួយនឹងទឹកគ្រីម all in one គឺងាយស្រួលក្នុងការប្រើប្រាស់បងអូនអាចធ្វើបានច្រើនរបៀបមែនតើចឹងបន្ទាប់ពីបងប្អូនចាក់ប្រើប្រាស់ហើយយកទៅក្រាសេទុកភ្លាមណាបងអូនយើងវាយតែមួយផ្លែទេគ្រីមរបស់យើងចាប់ដើមឡើងខាប់ល្អតែម្ដងសម្រាប់គ្រីម all in one កាន់តែវាយគឺកាន់តែខាប់ណាបងអូនចឹងបន្ទាប់ពីបងអូនចង់បានល្បាយយើងខាប់ល្មួតល្អប៉ុណ្ណឹងហើយគឺខ្ញុំផ្អាកសិនយើងចាប់ដើមចាក់ជាមួយនឹងទឹកកកចូលទៅក្នុងកែវទឹកដោះគោដែលយើងលាយជាមួយនឹងទឹកស្រូធីរ៉ាមីស៊ុញ៉ៃពណ៌ហើយរហូតដល់3ជាន់អញ្ចឹងខ្ញុំចាក់ទឹកកាហ្វេនៅចំចំណុចកណ្ដាលសិនអញ្ចឹងពេលដែលការចាក់ញ៉ៃជាន់គឺយើងប្រើដៃយើងស្រាលៗនៅខាងក្រោមគឺត្រូវតែមានជាតិផ្អែមដើម្បីរក្សាកំហាប់បាតក្រោមឲ្យធ្ងន់ល្អហើយបន្តមកទៀតយើងចាក់គ្រីម topping ពីលើអញ្ចឹងគ្រីមរបស់យើងគឺយើងហៅថារសជាតិដើមតែម្ដងផ្អែមឈ្ងុយខ្ទិះមែនតែនហើយរបៀបប្រើប្រាស់ក៏ងាយស្រួលដែរយើងចាក់ទឹកស្រូលធីរ៉ាមីស៊ុពីលើរួចរាល់ហើយបងអូនចឹងយើងចូលដល់ភេសជ្ជៈទី2តែម្ដងឆាធីរ៉ាមីស៊ុអញ្ចឹងគ្រឿងផ្សំគោតែម្ដងគឺខ្ញុំប្រើជាមួយនឹងម្សៅម៉ាឆាផ្សំគ្រឿងទឹកដោះគោស្រស់របស់យើងដូចដើមមកងាយស្រួលមែនតែនអញ្ចឹងជាផ្អែមបងអូនអាចប្រើជាទឹកស្ករក៏បានដែរដោយសារនៅក្នុងនេះគឺខ្ញុំប្រើជាមួយនឹងទឹកដោះគោផ្អែមម៉ាក់ Coffee គឺអត់ផ្អែមខ្លាំងហើយបងអូនឈ្ងុយខ្ទិះល្មួតតែម្ដងហើយទឹកស្រូលធីរ៉ាមីស៊ុយើងចូលបន្ថែមក្លិនមកគឺខ្ញុំប្រហើហើយណាបងអូនព្រោះដោយសារម៉ាឆារបស់យើងគឺយើងឈ្ងុយល្អដែរខ្ញុំប្រើម្សៅម៉ាឆាចំនួន10ក្រាមទឹកក្តៅគឺខ្ញុំប្រើចំនួន60 មីលីលីត្រអញ្ចឹងរៀងលើសយើងទុកម្លាយមកកូរជាមួយនឹង hand mixer និយាយពីថាងាយស្រួលមែនតើដាក់តែមកខ្វាច់មកបងអូនណានិយាយពីថាម៉ត់សប់ល្អតែម្ដងវាយយូរចាប់ដើមឡើងហ្វូមមកអញ្ចឹងខ្ញុំផ្អាកធំនឹងសិនដាក់ទឹកកកចូលជាមួយនឹងដោះគោធីរ៉ាមីស៊ុរបស់យើងដាក់ទឹកកកមកហើយបន្តមកទៀតយើងចាប់ដើមចាក់ជាមួយនឹងទឹកម៉ាឆារបស់យើងដែលបានច្បល់សប់ចូលគ្នាបានល្អហើយយើងថែមជាមួយនឹងគ្រីមយើងថែមជាមួយនឹងគ្រីម all in one ដែលយើងបានវាយមុនហ្នឹងបងអូនចឹងងាយស្រួលមែនតើហើយជាមួយនឹងទឹកធីរ៉ាមីស៊ុរបស់យើងបន្ថែមទៅលើទៀតមកអូយបងអូននិយាយពីថាខ្ទិះចាប់ជិះគ្នាល្អហ្មងងាយជាមួយនឹងភេសជ្ជៈទាំងពីររបស់យើងគឺទូឯកធីរ៉ាមីស៊ុជាមួយនឹងកាហ្វេម៉ាឆាចឹងរួចរាល់សម្រាប់គ្រឿងផ្សំជាមួយនឹងសម្ភារៈប្រើប្រាស់បងអូនអាចឆាតចូលក្នុងប្រភេទ The Barista Town Cafe and Tea Supply ជាមួយនឹងក្រុម Telegram ពួកយើងបានជួបគ្នានៅវីដេអូក្រោយបាយ